ចាសម្រាប់ស្នើលុយ80,000ក៏ដោយលុយ70%ក៏ដោយចូល7ខែមានន័យថា34សប្តាហ៍អីហ្នឹងគឺយើងអាចទៅស្នើលុយ70%និងលុយ80,000បានហើយព្រោះអីពេលហ្នឹងគឺយើងចាត់ទុកថាយើងចូលលក្ខខណ្ឌនៃការសម្រាលកូនបានហើយទោះយើងសម្រាលកូន7ខែក៏យើងអាចបានលុយ70%និងបានលុយ80,000នឹងដែរដោយសារ7ខែចាត់ទុកថាជាការសម្រាលកូនគេហៅថាករណីសម្រាប់កូនមុនខែចាបើសិនជា6ខែ5ខែ4ខែ3ខែរលូតអីហ្នឹងអត់បានលុយ80,000នឹងទេបងប្អូនណាចាដោយសារបងប្អូននេះក៏សួរថា3ខែអី4ខែអីអាចទៅស្នើលុយ80,000នឹងឬក៏70%ហ្នឹងបានអត់ទេអត់ទាន់ទេចាអត់ទាន់ដល់លក្ខខណ្ឌហើយមួយទៀតបងប្អូនយើងគាត់ថាសម្រាប់អ្នកបង់លុយបលសហ្នឹងគឺគាត់ហើយបានអត់បានលុយពីនីតិពោះមួយខែម្ដងឬក៏2 3ខែម្ដងដោយស្ត្រីរោងចក្រអញ្ចឹងនឹងលក្ខខណ្ឌបងប្អូនយល់ពីថាលក្ខខណ្ឌណាលក្ខខណ្ឌរបស់បសសអញ្ចឹងលក្ខខណ្ឌស្ត្រីបង់លុយផ្សេងលក្ខខណ្ឌស្ត្រីបង់ជាកម្មការនីផ្សេងអញ្ចឹងគឺពាក្យថាលក្ខខណ្ឌបងប្អូនយល់ហើយអញ្ចឹងមិនមែនថាឲ្យតែមនុស្សទាំងអស់គ្នាហ្នឹងគឺអាចធ្វើអញ្ចឹងបានទាំងអស់គ្នាអញ្ចឹងលក្ខខណ្ឌខុសគ្នាអញ្ចឹងបងប្អូនណាយល់ចំណុចហ្នឹងចាអរគុណ